បាទជំរាបសួរបងប្អូនអ្នកគ្នាថ្ងៃនេះមកលេងតែម៉ែតែពុកចឹងហ្នឹងឥឡូវលោកពងរៀបចំតែតបហូបមហាហូបងាយឡើងជុំបងប្អូនចឹងបងប្អូនអ្នកគ្នាហ្នឹងហើយហ្នឹងហើយបងប្អូននេះពងរៀបចំលាងទឹកលាងអីបន្លែប្លុកជើងហ្នឹងហើយបងប្អូនហ្នឹងហើយក៏គឺក៏ទៅនឹងសាឡាត់ស្រួយសាឡាត់អីចឹងទៅហ្នឹងមានគីបងប្អូនលាងទឹកដាក់ផ្លាសេឬជាចឹងទៅជាមួយទុកត្រីកោះកងតបជាមួយសាឡាត់ឬគីយើង ឥឡូវនេះបងកំពុងតែរៀបចំអាំងសាច់គោហ្នឹងហើយអាំងសាច់គោបងក៏ទិញបានទិញ1គីឡូដែរដើម្បីអាំងហូបជុំបងប្អូនងាយឡើងចឹងណាបងប្អូនអ្នកគ្នាហ្នឹងហើយឥឡូវនេះមានទាំងជើងមាន់ជ្រូកជើងមាន់ជើងអីហ្នឹងទៅនេះឆ្ងោមគៀទុកឲ្យពុកគាត់ហូបចឹងបងប្អូនហ្នឹងហើយអូខេឥឡូវជ្រូកជើងមាន់ជើងអីនេះពណ៌រៀបចំទេពតបជួយគ្នាម្ដាយម្ជើងចោះឡើងតែខ្ញុំមិនបានជួយអីទេ បានអាកាន់កាមេរ៉ាថតលេងចឹងទេបងប្អូនហើយសូមអធិស្ឋានផងម្ដងទៀតបងប្អូនឥឡូវនេះខាងជាងភ្លើងក៏បងអាចជីបកូលភ្លើងជីកអីព្រោះតខ្សែភ្លើងតែអីយប់ឡើងមានភ្លឺចាចែងចាំងចឹងណាហ្នឹងហើយមើលទៅស្បាយម្យ៉ាងដែរបែបទុកស្រែបងយើងសូមអធិស្ឋានម្ដងទៀតឥឡូវនេះមាននឹងតែអីអាំងដើម្បីហូបយប់ឡើងជុំបងប្អូនចឹងណាហ្នឹងឥឡូវនេះអាំងឆ្អិនហើយបងប្អូនហ្នឹងហើយ តំណងមែនទែនសាច់គោអាំងសាច់គោអីចឹងណាមានវិគាមានទាំងជ្រូកជើងមាន់ជើងអីទៅតំណងមែនទែនឥឡូវរៀបរួចរាល់អស់ហើយបងប្អូនតំណងណាបងប្អូនហើយងាយឡើងជុំគ្នាចឹងណាឥឡូវនេះយប់ហើយបងប្អូនម៉ោង6ម៉ោង7ជាងហើយបងប្អូនហ្នឹងហើយពុំតែរៀបចំជួយគ្នាហាងហួនដើម្បីនេះរៀងហេវដែរមកពីឆ្ងាយដែរបងប្អូនហើយមកលេងតែម៉ែតែពុកចឹងណាមិនឆ្ងាយប្រហែលទេ យប់នេះខែភ្លឺល្អណាស់បងប្អូនហើយនឹងហើយខែភ្លឺល្អចែងចាំងតែម្ដងមិនបាច់បើភ្លើងក៏ផ្លូវភ្លឺដែរបងប្អូនមើលលើក្បាលខ្ញុំមកភ្លឺចាស់តែម្ដងខែភ្លឺរះអញ្ចឹងណាពេញពងតែបងប្អូនណាហ្នឹងហើយ